ជំរាបសួរខ្ញុំបាទដដិនកក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានវីដេអូឃ្លីបទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយថ្ងៃនេះគឺថ្ងៃទី5ថ្ងៃអង្គារទី5បាទខែ7បាទឆ្នាំ2016ហើយទីនេះគឺជាភូមិកម្មករក្រុងបាត់ដំបងខេត្តបាត់ដំបងឱកាសនេះយើងក៏បានមកជួបជាមួយនឹងខាងក្រុមគ្រួសារក្រីក្របាទម្ដងនេះសម្បូរអ្នកក្រីក្រច្រើនបាទជាមួយនឹងខាងបងប្រុសវេលីណាដែលជាកាមេរ៉ាមែនហើយបងប្រុសជើងមកឆ្ងាយផងបាទអូខេឥឡូវយើងទៅមើលខាងក្នុងទាំងអស់គ្នាបាទសូមជើញបាទបងនេះគឺផ្ទះសាផ្ទះអ្នកក្រីក្រទាំងអស់បាទសួរអីបាទសួរចាំមើលទៅមុខគ្រូឯណោះមុខគ្រូ គេឈ្មោះដៃខ្ញុំឈ្មោះសុខីម សុខីមអាយុប៉ុន្មានអី ខ្ញុំអាយុ53 53ចូល54បាទហើយគ្រូសាអ៊ីទៅណា ខ្ញុំដែលទៅខ្ញុំបែកបាក់គ្នាខ្ញុំលេងលះគ្នាខ្ញុំប៉ុណ្ណឹងហើយណាស្វឹងមករោរឿងខ្ញុំអញ្ចឹងទៅដល់ពេលអត់ស្វឹងអត់មករោរឿងខ្ញុំទេតែខ្ញុំលេងលះគ្នាតាំងពីកូននេះបាននិយាយទៅមួយឆ្នាំជា ឆ្នាំលើកូននេះមិនឆ្នាំ 9ឆ្នាំ 9ឆ្នាំបាទចឹងលេងលះមួយគ្រួសារប្រហែលជាជិត10ឆ្នាំហើយ ចា បាទ ចា ហើយកូននៅសល់ដែលអ៊ីទទួលបន្ទុករាល់ថ្ងៃប្រហែលអ្នកដែរ កូនទាំងអស់5នាក់ ចា បាទ ប៉ុន្តែថ្ងៃនៅរៀន3 នៅរៀន3 ចារៀន3 ហើយ2ទៀត 2ទៀតគ្នាទឹកទៅរកស៊ីប៉ុន្តែគ្នាគាត់បានជួយតិចតួចចឹងជួយតិចចាយចឹងទៅ បាទ ថ្ងៃណាខ្ញុំឈឺទៅកូនជួយទៅការចឹងទៅ ហើយចឹងសម្រាប់អ៊ីផ្ទាល់រងថ្ងៃអ៊ីធ្វើការនៅណាដែរ ខ្ញុំធ្វើនៅកន្លែងពុទ្ធិចាស៊ីឈ្មោះបោះស្អាតអីទេ សាលាអង់គ្លេសនេះ ចាសាលាអង់គ្លេស បានកម្រៃប្រហែលដែរប្រាក់ ខ្ញុំ ខែ មកខែប្រកួតប្រាក់ប្រគូត្រង់បាន50បាន20 20,000 ចា20,000ប៉ុន្តែសម្រាប់20,000ហ្នឹងយកមកថ្លៃផ្ទះ ផ្ទះមួយខែប៉ុន្មានផ្ទះ ខែមួយខែ40,000 ខែ 40,000 ហើយភ្លើង ភ្លើងខែណាទៅក៏អស់40,000ថ្ងៃណាក៏បាច់30,000ចឹងវាអត់ទៀង ចិត្តទឹកប្រើដល់ណាដែរទឹក ទឹកខ្ញុំប្រើទឹកស្ទឹង ប្រើទឹកស្ទឹង តែបានអូននឹងជួយអូនក៏បង អូខេអ៊ីអាចជួយរៀបរាប់ប្រាប់ថាការរស់នៅរបស់អ៊ីនៅនេះមិនដែរអ៊ីអាចជួយប្រាប់បាន ការលំបាកមិន ទុកល ដែរ ំបាករបស់ លំ អ៊ី បាកវេទនាដែរលោកគ្រូលំបាក់មែនតើលំបាក់ថារកអ្វីព្រៀបទៅបានទេរាល់ថ្ងៃបានថាបិទផ្ទះចិត្តអលំមិនយកតែសោចិត្តទៅអស់ហើយក្រែនបានអូនទេគេឲ្យអូនបងកូនឲ្យខ្ញុំដាក់បើខ្ញុំចង់ ហើយអារម្មណ៍ថាបាច់ទឹកជើងមកវារលំទៅហើយខ្យល់អី ចាំថ្ងៃមុនក៏បានផ្ទះនោះលំជើងសខាងបែកជាប់ផ្ទះ ពេលដែលខ្យល់ម្ដងក៏រត់ចូលទៅខ្ញុំ រត់ទៅចូលទៅអូនខ្លាចលំអាភ្លៀងពីរ ថ្ងៃឲ្យហ្នឹង ថ្ងៃដែលភ្លៀងរលំ2ថ្ងៃជាប់នឹងឲ្យនាំកូននៅផ្ទះអូនហើយផ្ទះហ្នឹងក៏ត្រូវតែលេងចាស់គេ ប៉ុន្តែខ្ញុំ បាទ អត់នឹងជើ ហ្នឹងហើយផ្ទះហ្នឹងនៅវាចឡើយ ចាគ្មានអីទៅគ្រូក្នុងផ្ទះលោកគ្រូឡើងមក បាទខ្ញុំមកហ៊ានឡើងទេឃើញត្រេតខ្លាចតែលំទឹកទឹក ហើយទៅ ស្ទឹង ឡើងទៅឡងមានអីហ្នឹង ខ្ញុំ ខ្ញុំ ភ័យមែនតើរាល់ថ្ងៃខ្ញុំភ័យក៏បានគុណប៉ុនអូនក៏ឲ្យក្រែមដាក់មុខខ្ញុំទេខ្ញុំមកថ្ងៃណានេះទៅនាំកូនមកស្រាក់ទៅ មកឡងតែណាតែ រៀងខ្លាំងហើយត្រូវលិចតែលិច ហើយលោកគ្រូលេចតែខ្ញុំជាប់ដាក់កស៊ូហ្នឹង មកលោកគ្រូមើលតាអាស័យរបស់អស់ហ្នឹងចោលជុះបាទលើនឹងលបើក បើ អស់ ទៅខ្ញុំរកគេឡើងដាក់មកវិញដល់ពេលបើកអស់បើកដល់ទីរកគេព្រោះវាຕົកអស់ហើយអត់យកគេដាក់ បាទអញ្ចឹងថ្ងៃនេះដោយសារតែយើងបានឃើញពីទុកលំបាករបស់អ្នកមីងដែលគាត់ទទួលបន្ទុកក្នុងការចិញ្ចឹមកូន3នាក់គាត់ថ្ងៃវិញណាតែនេះបាទកូន5នាក់ប៉ុន្តែចិញ្ចឹមក្នុងបន្ទុកគាត់3នាក់បាទ3នាក់ហើយថ្ងៃនេះក៏បានពំនាំយកអំណោយពីខាងបងស្រីលីកិច្ចលៀនបាទបងស្រីលីកិច្ចលៀនដែលរស់នៅខាងប្រទេសហូឡង់បានឧបត្ថម្ភទឹកប្រាក់ចំនួន$50ក្នុងការទិញដូចជាអង្ករបាទទឹកស៊ីអ៊ីវទឹកត្រីប្រេងឆាសាប៊ូលាងចានបាទស្កប៊ីចេងអំបិលប៊ីចេសាប៊ូហើយនឹងមីបាទមីខាងក្រោមនេះមីបាទហើយនឹងនៅសល់ទឹកប្រាក់បាទនៅសល់ទឹកប្រាក់$25បាទដើម្បីជូនទៅខាងនេះក្នុងការផ្គត់ផ្គង់គ្រួសារអ៊ីបន្តទៀតបាទ ហើយខ្ញុំអរគុណដល់គាត់អាយុប៉ុន្មានទៅគ្រូដល់ខ្ញុំ ប្អូនស្រីទេបាទហៅប្អូនស្រីចុះ អរគុណដល់ក្មួយស្រីដែលបានផ្ដល់ស
សម្ភារៈឲ្យខ្ញុំនឹងកូនខំតែរៀនសិក្សានឹងប្រជាកលនៅទីផ្សារទាំងអស់នឹងសូមឲ្យបងស្រីបានអាយុយូរឲ្យកូនប្អូនស្រីរកស៊ីមានបានតទៅទៀតបងស្រីបានជួយខ្ញុំកំពុងតែដាច់ដងលំជើងពុំអវេទនីដូចបងស្រីជួយខ្ញុំដូចរស់ទៅពីដូចដាក់ក្នុងដុំទុកវេទនីហើយខ្ញុំអរគុណអូនស្រីច្រើនណាស់ខ្ញុំរកឲ្យព្រៀបផ្ទឹមបានអូនតែខ្ញុំក៏មិនបានជួបប្រទេសទេឥឡូវខ្ញុំបានជួបហើយតែអូនស្រីនឹកឃើញដល់ខ្ញុំជួយខ្ញុំនឹងអមែនទេហ្មងអរឲ្យព្រៀបផ្ទឹមបានទេ ជ័យស្រួលជុំមើល ល្អណាស់គាត់អួលពេកអាណិតគាត់ដែរ ដោយសារតែបងស្រីគាត់ត្រេកអរ ភើបពេកបាទ អស់នេះបាទហើយគាត់ស្បាច់ចិត្តមែនទែនបាទហើយ មើលខ្ញុំដែរ សម្រាប់បងស្រីគាត់បញ្ហា គាត់បាទបាទ សូមតែខ្ញុំចង់ខំជួយចិត្តជាមួយនឹងខាងគាត់ដែរបាទ សូមតែលេខលេខលះគ្នាឲ្យគាត់មកទៅធ្វើបាបតកម្មចងពីខ្ញុំមានវាស្អាតទេ បាទ សំខាន់ពីថ្ងៃនេះទេខ្ញុំចេះគិតចឹងទៅចង់មកធ្វើបាបកូនកូនទៅការរត់ មានបានប្តឹងផ្ដាល់ទៅអាជ្ញាធរមេភូមិមេឃុំអីឲ្យគាត់ហៅគាត់ទៅអប់រំ ខ្ញុំយកទៅដាក់ដល់ពន្ធនាគារភាសាគ្រូ នៅទៅទៀត នៅតែគាត់មកចឹងទៀត គេចងកម្ម ហៅឲ្យប៉ូលីសមកចាប់ទៀតទៅ មកចាប់ទេគេថាគាត់មិនសាយវិសាដែរ អូ បាទ ពេលមកចាប់ទេឃើញ អ គាត់ ញ្ចឹង មានលុយ សម្រាប់អ្នកមានអ្វីដែលចង់ឲ្យបងប្អូនជួយបន្តទៀតដែរ ខ្ញុំ មានសំណពរអីទេ អូនស្រីអត់ចង់បានអីច្រើនចង់បានអូនស្រីជួយបានធ្វើទៀតហើយក៏មិនចង់ធំដុំណាគាត់ថាអាចមកសំរុំបានទៅសមមដបោល្មិចបែកបាក់មិនក៏ខ្ញុំមិនថាអាចបានទៅសខ្លាចទៅទឹកមកវិញ បាទបាទ បាក់ទៅលិចនិតមិនបាន បាទបាទផ្ទះនេះបើរុះទៅអត់មានបានអីទេតើរៀបចំថ្មីទាំងអស់បាទ គ្រូបានថាជាក្តារអាចជួសជុល បានក្តារក្រៅ នេះ ទៅ បើសិន ជួយ ជាយោបល់របស់ខ្ញុំណាបើសិនជាធ្វើតែក្រោមរោងក្រោមមកហើយបានដបោទៅក្រៅពីហ្នឹងប្រក់តង់ សំខាន់ធ្វើតែទៅសយមមកុំឲ្យប្រេតទៅបាក់ ហើយ ស្ លើ ទើ ក រ ដូងអីគៀបទៅ បាទអ្វីដែលមីងគាត់ចង់បានគឺចង់បានខ្លាំងជាងគេនោះគឺជួបផ្ទះរបស់គាត់ឡើងវិញបាទព្រោះផ្ទះនៅពេលនេះគឺមានបញ្ហាខ្លាំងបាទទៅត្រង់តាមមែនទែនហើយ ខ្លាចតែខែទឹកម រហូតដល់ថាពេលខ្យល់ពេលភ្លៀងពេលទឹកឡើងមកម្ដងផ្ទះហ្នឹងស្ទើរតែរលំហើយបាទហើយសម្រាប់ខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់បងស្រីលីកេចលៀនបាទដែលរស់នៅខាងប្រទេសហូឡង់បាទដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន$50ដល់គ្រួសារមីងជាមួយនឹងខាងបងប្រុសវេលេណាដែលខំអញ្ជើញមកពីខាងខេត្តកំពង់ចាមផងដែរបាទក៏សូមជូនពរឲ្យបងរកទទួលទានបានមានសុខភាពល្អបរិបូរណ៍ឱកាសនេះខ្ញុំបាទដែលដឹកអង្គក៏សូមជម្រាបលាបាទ